trongសប្តាហ៍អាទិត្យមុនយើង weekend slow day នៅផ្ទះតែចុងសប្តាហ៍នេះសូមផ្លែអារម្មណ៍ម្ដងមើលដឹកដៃប្តីមក staycation នៅអូតែមួយនៅក្នុងក្រុងហើយរឿង staycation នេះមួយពីអ្នកខ្ញុំនេះគឺចូលចិត្តខ្លាំងមែនតើអញ្ចឹងតោះចាំទៅមើល vlog staycation របស់ពួកខ្ញុំទាំងអស់គ្នាមក staycation លើកនេះអត់មានកម្រងទុកមុនយូរទេតែឃើញថ្ងៃតនេហើយរៀបចំឲ្យបានពីអ្នកប្តីចេញមកហើយអូតែដែលខ្ញុំមក check in ថ្ងៃនេះគឺនៅ Shangri-La ភ្នំពេញគ្រាន់តែចូលមកដល់កន្លែង lobby គេមកអូយឡើងស្អាតហ្មងអ្នកទាំងអស់គ្នាគឺអញ្ចឹងហើយអត់ចាំយូរទេឈរជាមួយនឹងកាត bridge visa របស់ខ្ញុំភ្លាមយកបន្ទប់ហ្មងអ្នកដែលចង់មកនេះហើយមានកាត bridge visa ដូចខ្ញុំមកគឺល្អមែនតើគ្រាន់តែទូទាត់មួយកាត bridge visa គ្រប់ប្រភេទយើងនឹងទទួលបានការបញ្ចុះតម្លៃ 15% ទៅលើគ្រប់សេវាកម្មទាំងអស់ដែលមាននៅក្នុង Shangri-La ភ្នំពេញងាយណាបានមក check in បន្ទប់អូតែស្អាតហើយបាន discount ទៀតហើយនេះដែរគឺជាបន្ទប់ពួកខ្ញុំនៅថ្ងៃនេះនិយាយទៅរឿងអូតែនេះមួយបើតែដើរលេងវិញងាយបានមកដេកលេងចឹងទេតិចចេញទៅបាត់ហើយតតែយប់បានមកបានគេងក៏ពិតពេលយើងបានមក staycation នៅអូតែអញ្ចឹងមួយយ៉ាងដែរតែអ្នកនរគ្នាឡើងប្លែកអារម្មណ៍ហ្មងពួកខ្ញុំអង្គុយឈៀលមកផ្លែតនៅបន្ទប់អីហើយឡើងទៅជាន់ទី50ដើម្បីបាយថ្ងៃហើយមេនុយបាយថ្ងៃរបស់ពួកខ្ញុំថ្ងៃនេះគឺម្ហូបចិនដោយសារមកវឹកនេះមានជាការឃ្លានម្ហូបចិនជាខ្លាំងមកតែ2នាក់ឯណាតែកំងឡើង4 5មុខប៉ុន្តែខ្ញុំនិយាយមែនម្ហូបនៅនេះឆ្ងាញ់ខ្លាំងជាពិសេសមាន់ហុលនេះអ្នកដែលគាត់ចូលចិត្តស៊ីឈ័នណាគឺត្រូវហ្មងហើយថ្ងៃនេះរៀងអែមដែរហ្នឹងណាហូប5មុខពីអ្នកប្តីអស់លីងញ៉ាំបាយថ្ងៃអីហើយហ្នឹងក៏ពួកខ្ញុំមកបន្ទប់វិញដើម្បីសម្រាកឈៀល relax លេងហ្គេមអីចឹងទៅដោយសារយើងរៀងបាយឆ្អែតពលបាយដែរហ្នឹងណាអង្គុយលេងបានមិនសន្ទុះប្តីខ្ញុំគឺបបួលតែម៉ាស្សានិយាយទៅសុកសាហាវហ្មងក៏ប៉ុន្តែពីអ្នកខ្ញុំគឺត្រូវការម៉ាស្សាមែនដោយសារមកបុកនេះគឺធ្វើការហត់ឈឺពេញខ្លួនហ្មងហើយណាមួយចង់មកសាក់កន្លែងម៉ាស្សាថ្មីដែរអញ្ចឹងតោះកន្លែងដែលពីអ្នកខ្ញុំមកម៉ាស្សានេះគឺ The Spa at Shangri-La នៅជាន់ទី51របស់គេហ្មងអូអ្នកនរគ្នាគ្រាន់តែខ្ញុំមកដល់ភ្លាម service នៅនេះគឺខ្ញុំ rate ឲ្យ10លើ10បងគឺគាត់ take care ហើយគាត់ very attentive មែនតើពួកខ្ញុំដូរកាអីហើយហ្នឹងក៏ចេញមកបន្ទប់ម៉ាស្សាហើយម៉ាស្សាពួកខ្ញុំថ្ងៃនេះគឺម៉ាស្សាបែបប្រេងនិយាយទៅនេះលើកទី1របស់ខ្ញុំមកដោយសាររហូតខ្ញុំធ្លាប់តែម៉ាស្សាបែបខ្មែរកាច់ដៃកាច់ជើងអីអញ្ចឹងតែ oh my god អ្នកទាំងអស់គ្នាលើកនេះខ្ញុំមកម៉ាស្សាបែបប្រេង60នាទីនេះគឺខ្ញុំដេកលក់ផ្លឹងហ្មងខ្ញុំគ្រាន់តែម៉ាស្សាលើកនេះហើយខ្ញុំថាអូយខ្ញុំនឹងតែមកទៀតហើយ service ក៏ល្អបងម៉ាស្សាក៏គាត់ម៉ាស្សាស្រួលហើយទូទាត់ជាមួយនឹងកាត bridge visa បាន discount ទៀតចេញពីម៉ាស្សាអីហើយហ្នឹងដើរមកឃើញកន្លែង gym របស់គាត់សំខាន់ gym នៅនេះឡើងធំខ្លាំងមែនតើខ្ញុំមិនបានឲ្យមកហាត់ប្រាមួយនឹង city view បែបនេះអីអូយហាត់រាល់ថ្ងៃហ្មងសូម្បីតែអាងហែលទឹកនៅនេះក៏ view ស្អាតដែរហើយពីអ្នកខ្ញុំនេះ staycation ថ្ងៃនេះគឺអត់មានតាណាទេគឺនៅក្នុងអូតែសុទ្ធហ្មងអញ្ចឹងហើយពួកខ្ញុំឡើងមក rooftop មើលនេះមើលនោះថាមកមើល sunset ប៉ុន្តែអត់មាន sunset សោះដោយសារមេឃភ្លៀងខ្លាំងក្តីសុខរបស់ខ្ញុំមួយទៀតឲ្យតែមក staycation នៅអូតែគឺ get ready ធ្វើខ្លួន make up នៅក្នុងបន្ទប់ទឹកហ្នឹងហ្មងហើយនេះគឺជា outfit ខ្ញុំធៀមសម្រាប់យប់ហ្នឹងស្អាតដល់អ្នកទាំងអស់គ្នាខ្ញុំរបៀបរ៉ូបចាស់អត់សូវហ៊ានពាក់សោះតែពេលបានពាក់ទៅមានអីប្លែកដែរតាប្តីគេទៅសារថាស្អាតចេញពីញ៉ាំបាយល្ងាចអីហើយហ្នឹងក៏ពួកខ្ញុំមកឈៀលម្នាក់មកកែវអង្គុយនិយាយគ្នាបែប romantic អង្គុយនិយាយសារសងគ្នាបដាប្តីថតរូបឲ្យបដា moment ចេះអីនឹកឃើញដល់ការពួកខ្ញុំនៅសង្សារគ្នាចឹងមិនថាទោះបីជាយើងការហើយមិនក៏ដោយនៅតែត្រូវឆ្លៀតពេលចេញទៅ date ជាមួយគ្នាដែរពីព្រោះអី moment ចេះគឺសំខាន់មែនតើនៅក្នុង relationship dinner date អីហើយហ្នឹង agenda បន្ទាប់គឺចាប់ប្តីខ្ញុំបិទម៉ាស់ប្រពន្ធ skin care ឡើង100មុខប៉ុណ្ណឹងដែរអត់ចាប់ប្តីបិទម៉ាស់មិនកើតប្តីខ្ញុំឃើញអញ្ចឹងឥឡូវមានជាការញៀនបិទម៉ាស់ដែរហ្នឹងណាបិទម៉ាស់មុនគេអីហ្នឹងប្តីខ្ញុំគេលេងហ្គេមខ្ញុំនេះមើលឧបានិយាយទៅក្តីសុខម្នាក់ម្យ៉ាងទេតែមិនថាពេលខ្លះយើងធ្វើការហត់ពេកតើតាមានពេល take a break ខ្លះមិនកើតដូចពីអ្នកខ្ញុំនេះអញ្ចឹងបាន staycation លើកនេះគឺអូយសប្បាយចិត្តខ្លាំងហ្មងហើយសម្រាប់វីដេអូ staycation របស់ពីអ្នកខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរជួបគ្នាក្នុងវីដេអូក្រោយបាយបាយ